កំហែងឈើទាលនៅក្នុងភូមិមួយឆ្ងាយពីទីក្រុងមានព្រៃធំមួយដែលមនុស្សភូមិហៅថាព្រៃឈើទាលនៅកណ្ដាលព្រៃនោះមានឈើទាលមួយដើមធំដល់ថ្នាក់4នាក់អាចព័ទ្ធជុំវិញបានម្ដងមួយមនុស្សភូមិគេចេញចូលព្រៃនោះតែងតែជៀសវាងកន្លែងដែលមានដើមឈើនោះព្រោះគេនិយាយថាឈើទាលនោះមានកំហែងរបស់វាតាមរឿងដែលមនុស្សចាស់និយាយពេលមុនមានជនម្នាក់ឈ្មោះឆាយជាញាក់កាប់ឈើមួយថ្ងៃគាត់ចូលព្រៃទៅកាប់ឈើដោយមិនដឹងថាឈើដែលគាត់ចាប់ជាតិនោះជាឈើទាលដែលគេហាមកាប់មុននឹងកាប់គាត់បានឮសំឡេងមនុស្សស្រីនិយាយថាកុំកាប់ខ្ញុំទេខ្ញុំរស់នៅទីនេះយូរហើយឆាយគិតថាជាសំឡេងខ្យល់ឆក់ឬសត្វចចកសូម្បីតែចង្រៃហើយបន្តកាប់ឈើនោះតែត្រឹមពាក់កណ្ដាលឈើទន្ទឹមនឹងសោតសំឡេងអាក់អន់មួយព្រមជាមួយឈាមពណ៌ក្រហមចេញពីដើមឈើឆាយភ័យស្លន់ស្លោចោលអាវ៉ាវកាប់រត់ចេញពីព្រៃមកភូមិយប់នោះឆាយស្ដាប់សំឡេងស្រែកស្ដែងនៅជិតផ្ទះដូចជាមនុស្សកំពុងយំពេលគាត់ចេញមើលឃើញនារីស្លៀកសម្លៀកបំពាក់ពណ៌សដើរមកពីជិតព្រៃឈប់នៅមុខផ្ទះគាត់ហើយនិយាយសូរទៀតថាអ្នកបានបំបែកសុវត្ថិភាពរបស់ខ្ញុំចាប់ពីថ្ងៃនេះកុំឲ្យអ្នកណាមករំខានឈើទាលនេះទៀតរឿងនោះធ្វើឲ្យអ្នកភូមិភ័យខ្លាចយ៉ាងខ្លាំងពួកគេក៏សន្យាថានឹងមិនឲ្យអ្នកណាមកកាប់ឈើទាលនោះទៀតឡើយពេលនេះដើមឈើទាលនោះនៅតែដើមដដែលមានស្លឹកបៃតងស្រងាត់ស្រងើមហើយអ្នកភូមិគ្រប់គ្នានិយាយថានៅពេលយប់អំពូលពេញមួយភ្លឺអាចឃើញនារីស្លៀកសម្លៀកបំពាក់ពណ៌សឈរជិតដើមឈើនោះដូចជាកំពុងថែរក្សាវាសារៈនៃរឿងនិទានរឿងនេះបង្រៀនឲ្យយើងដឹងថាត្រូវគោរពធម្មជាតិមិនគួរបំផ្លាញឬរំខានដល់អ្វីដែលជាផ្នែកនៃបរិស្ថានព្រៃឈើក៏មានជីវិតដូចយើងដែរ